អ្នកប្រើ iPhone ណាស់ខ្លះតែជួបបញ្ហាទូរស័ព្ទប្រើមិនទាន់បានផងអស់ថ្មប្រើទូរស័ព្ទក្តៅឬក៏សាកថ្មច្រើនដងហើយនៅតែប្រើអត់គ្រាន់ទៀតអញ្ចឹងបើសិនជាអ្នកនរកំពុងតែជួបបញ្ហាទាំងអស់ហ្នឹងណាវីដេអូមួយនេះគឺសម្រាប់អ្នកនរគ្នាដែលខ្ញុំនឹងប្រាប់អ្នកនរអំពីវិធីសាស្ត្រដែលអាចជួយសន្សំសំចៃថ្មនៅលើទូរស័ព្ទ iPhone អញ្ចឹងកុំភ្លេចតាមដានវីដេអូនេះដល់ចប់មុននឹងចូលទៅដល់វីដេអូរបស់យើងសូមអរគុណទៅដល់ហាងលក់ទូរស័ព្ទ Peter Phone Shop រាល់ពេលដែលបងប្អូនទាំងនេះធ្វើការទិញទូរស័ព្ទពីខាងគាត់គឺបងប្អូននឹងទទួលបានការ support ទៅលើបច្ចេកទេសពេញមួយជីវិតតែម្ដងចំណុចទី1គឺយើងធ្វើការបិទ background app refresh អញ្ចឹងអ្នកនរនេះអាចចូលមកក្នុង setting បន្តមកទៀតកន្លែង search ច្បារខាងលើនេះគឺអ្នកនរនេះអាច search ពាក្យថា background app refresh អញ្ចឹងអ្នកនរនេះនឹងឃើញនៅលើគេហ្នឹងយើងចុចចូលនៅកន្លែងហ្នឹងបន្តមកទៀតគឺអ្នកនរនេះឃើញថាវាមានកម្មវិធីច្រើនមែនតើអញ្ចឹងបើសិនជាកម្មវិធីណាយើងអត់ប្រើទេយើងគួរតែធ្វើការបិទទៅលើ background app refresh ហ្នឹងដើម្បីកុំឲ្យវាស៊ីថ្មទូរស័ព្ទដៃរបស់យើងហើយបើសិនជាអ្នកនរនេះចង់បិទទាំងអស់ហ្មងគឺអ្នកនរនេះអាចបិទបានដូចគ្នាអ្នកនរអាច select នៅខាងលើនេះហើយយកពាក្យថា off ទៅអញ្ចឹង background app refresh ហ្នឹងគឺបិទទាំងអស់តែម្ដងប៉ុន្តែបើសិនជាយើងចង់បិទនៅកម្មវិធីមួយណាដែលយើងចង់ធ្វើការបិទវាដោយឡែកគឺយើងអាចធ្វើការបិទកន្លែងហ្នឹងបានកុំឲ្យកម្មវិធីហ្នឹងដំណើរការដោយវាស៊ីថ្មទូរស័ព្ទរបស់យើងទី2គឺបិទ location service ណាដែលយើងមិនប្រើអញ្ចឹងយើងនៅក្នុង setting ដូចគ្នាប៉ុន្តែយើងត្រូវការ search ពាក្យថា location service វិញអញ្ចឹងយើងឃើញនៅលើគេ location service ហ្នឹងពេលដែលយើងចូលមកអញ្ចឹងយើងនឹងឃើញ app ជាច្រើនដូចគ្នាប៉ុន្តែនៅកន្លែងនេះឧទាហរណ៍ថាកម្មវិធី70ម៉ាយនេះគឺខ្ញុំចូលមកយើងអាចធ្វើការបិទដោយយើងចុចពាក្យថា never ឬក៏យើងអាចធ្វើការឲ្យវាដំណើរការនៅពេលដែលយើងប្រើ app ហ្នឹងតែប៉ុណ្ណោះអញ្ចឹងយើងអាចយក while using the app ប៉ុន្តែបើសិនយើងចង់ឲ្យ app ហ្នឹងវាដំណើរការទៅ location រហូតហ្មងគឺយើងអាចយកពាក្យថា always បានអញ្ចឹងបើសិនជាកម្មវិធីណាបិទយើងអាចចុចពាក្យ never មកគឺជាការស្រេចអញ្ចឹងកម្មវិធីជាច្រើនហ្នឹងគឺយើងអាចធ្វើការបិទម្ដងមួយទៅតាមតម្រូវការក៏ដូចជាការប្រើប្រាស់របស់អ្នកនរគ្នាដូចគ្នាចំណុចទី3គឺយើងបើក low power mode អញ្ចឹងដើម្បីសន្សំចៃថ្មគឺយើងអាចធ្វើការបើកអញ្ចឹងបើសិនជាទូរស័ព្ទអ្នកខ្លះគឺគាត់គ្រាន់តែ slide មកកន្លែង control center នេះគឺគាត់នឹងមានកន្លែង power mode ហ្នឹងហើយប៉ុន្តែបើសិនជាអត់មានទេគឺយើងនៅក្នុង setting ដដែលហើយយើងចូលមកកន្លែង battery បន្ទាប់មកទៀតគឺយើងនឹងឃើញពាក្យថា low power mode យើងអាចចុចបើក low power mode មកគឺជាការស្រេចកន្លែងហ្នឹងគឺយើងអាចបើកចាប់ជាមួយនឹង power mode ហ្នឹងអញ្ចឹងកលឹះគឺមាន3ហ្នឹងសំខាន់ប៉ុន្តែខ្ញុំមានជា tip បន្ថែមជូនទៅកាន់អ្នកនរគ្នាទៀតឲ្យអ្នកនរគ្នាចាំបាច់គួរតែប្រើជាមួយនឹងឆ្នាំងសាកក៏ដូចជាខ្សែសាក original ក្នុងពេលដែលអ្នកនរនេះសាកទូរស័ព្ទដើម្បីទី1គឺវាជួយថែរក្សាទៅដល់គុណភាពថ្មទី2គឺវាជួយការពារទៅដល់បញ្ហាផ្សេងៗដែលកើតឡើងbởiអ្នកមួយចំនួនគឺគាត់ប្រើជាមួយនឹងខ្សែដែលគាត់ទិញនៅកន្លែងផ្សេងៗដែលវាមិនមែនជាខ្សែ original អញ្ចឹងវាអាចប៉ះពាល់ជាមួយនឹងគុណភាពថ្មដែរពេលខ្លះយើងអាចសាកទៅឡើងពេញ 100% ដូចគេដែរប៉ុន្តែនៅពេលដែលយើងប្រើប្រាស់គឺថ្មហ្នឹងធ្លាក់លឿនខុសពីធម្មតាខុសពីឆ្នាំងសាក original អញ្ចឹងទៅអញ្ចឹងយើងគួរតែប្រើជាមួយនឹង accessory original ទៅទោះបីវារៀងថ្លៃជាងអានៅខាងតិចមែនប៉ុន្តែវាជួយរក្សាដល់ទូរស័ព្ទគុណភាពរបស់ទូរស័ព្ទរបស់យើងដូចគ្នាអញ្ចឹងវាថែទាំងគុណភាពថ្មថែទាំងហ៊ុនសាកនៅខាងក្រោមនេះទៀតចំពោះវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាវានឹងជួយជាប្រយោជន៍សំខាន់ជូនទៅកាន់អ្នកនរគ្នាអ្នកនរគ្នាអាចធ្វើការសេលេនៅក្នុងទូរស័ព្ទរបស់អ្នកនរគ្នាបានហើយមួយវិញទៀតបើសិនជាអ្នកនរគ្នាកំពុងតែស្វែងរកក្នុងការទិញទូរស័ព្ទមិនថាថ្មីមួយទឹកទិញដាច់ឬក៏បង់លួសគ្រប់សេរីទាំងអស់គឺបងប្អូនអាចស្វែងរកបាននៅហាងលក់ទូរស័ព្ទ Peter Phone Shop តែបងប្អូនអាចទៅដល់ហាងរបស់គាត់ផ្ទាល់ក៏បានឬក៏បងប្អូនអាចធ្វើការឆាតទៅគាត់តាមរយៈ Facebook Page ផ្លូវការរបស់គាត់ក៏បានដូចគ្នាអញ្ចឹងវីដេអូយើងគឺមានប៉ុណ្ណឹងសូមអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយ